ចេញមកធ្វើម្ហូបថ្ងៃនេះមានចំនួនការពិសេសដល់ទៅ2នាក់ដោយសារតែជារដូវវិស្សមកាលធំបងប្អូនពេលទំនេរនៅផ្ទះអញ្ចឹងគឺបង្រៀនគាត់ឲ្យចេះធ្វើការផ្ទះមួយចំនួនដូចជាលាងចានលាងឆ្នាំងចំណែកឯកូនប្រុសច្បងរបស់នាងខ្ញុំវិញនិយាយថាចូលចិត្តការធ្វើម្ហូបដូចនាងខ្ញុំអញ្ចឹងបងប្អូនហើយសម្រាប់មុខម្ហូបថ្ងៃនេះគឺមុខម្ហូបបែបងាយៗដែលបងប្អូនទាំងអស់គ្នាធ្លាប់ធ្វើញ៉ាំទាំងអស់គ្នាទេគ្រាន់តែនាងខ្ញុំចង់បង្ហាញពីបន្លែក្រៀមម្យ៉ាងដែលដាក់នៅក្នុងមុខម្ហូបមួយមុខនេះថាឈ្ងុយឆ្ងាញ់មែនទែនបងប្អូនគឺទំពាំងក្រៀមដែលអ្នកម្ដាយនិងនាងខ្ញុំធ្វើជាហូរហែដើម្បីទុកញ៉ាំប្រចាំឆ្នាំអញ្ចឹងណាហើយសម្រាប់ទំពាំងក្រៀមនេះដែរមិនសូវជាមានបងប្អូនយើងធ្វើទុកញ៉ាំប្រហែលទេដោយសារពិបាកធ្វើដែរបងប្អូនត្រូវការពន្លឺថ្ងៃក្តៅឬក៏ត្រូវការម៉ាស៊ីនសម្ងួតអញ្ចឹងហើយបើនិយាយពីតម្លៃនៅលើទីផ្សារវិញគឺថ្លៃគ្រាន់បើដែរបងប្អូនហើយចំពោះវិធីធ្វើថ្ងៃនេះគឺនាងខ្ញុំខជាមួយនឹងសាច់ជ្រូកបងប្អូនទំពាំងក្រៀមនេះដែលគ្រាន់តែរំលីងស្ករត្នោតឲ្យឈ្ងុយពណ៌ជើងអង្ក្រងដាក់ខ្ទឹមចិញ្ច្រាំចូលរំលីងឲ្យឈ្ងុយបន្តិចបន្ថែមទឹកត្រីចូលនិងគ្រឿងទាំងអស់ចូលតែម្ដងដូចជាទឹកស៊ីអ៊ីវអំបិលប៊ីចេងនិងម្រេចបងប្អូនហើយបើចង់ប្រើទឹកស៊ីអ៊ីវខាប់ក៏ដាក់តាមចំណង់ចំណូលចិត្តមកបងប្អូនហើយកូរគ្រឿងទាំងអស់ឲ្យស្អិតចូលគ្នាហើយក៏ដាក់សាច់ជ្រូកចូលចំពោះសាច់ជ្រូកមុននឹងយកមកខគឺនាងខ្ញុំស្រោះមកទឹកហើយបងប្អូនចំពោះទំពាំងក្រៀមមុននឹងយកមកខគឺនាងខ្ញុំត្រាំទឹកនិងលាងសម្អាតឲ្យជ្រះហើយបន្ទាប់ពីយើងដាក់សាច់ជ្រូកកូរសព្វចូលគ្នាហើយដាក់ទំពាំងក្រៀមចូលកូរបញ្ចូលគ្នាបន្ទាប់មកប្រើទឹកដូងចំនួន2ផ្លែចំពោះបងប្អូនដាក់ទឹកធម្មតាក៏បានដែរហើយនាងខ្ញុំរងាស់វាទាល់តែសាច់ជ្រូកនឹងផុយល្អចូលជាតិគ្នាជាមួយទំពាំងក្រៀមហើយគឺជាការស្រេចហើយបងប្អូនចុងក្រោយរោយតែស្លឹកខ្ទឹមគឺឆ្ងាញ់តែម្ដងសម្រាប់មុខម្ហូបថ្ងៃនេះចេញមកបែបលក្ខណៈធម្មជាតិទៀតហើយបងប្អូនគឺបន្លែដែលដាំកលឹងជុំវិញផ្ទះនឹងឯងជាពិសេសបានចង្វាកំពឹសក៏ដូចជាក្តាមដាក់មួយថែមទៀតធ្វើឲ្យមុខម្ហូបមុខនេះរឹតតែឆ្ងាញ់ថែមទៀតហើយជាពិសេសគឺមានបន្លែធម្មជាតិពីរមុខទៀតដាក់ផងដែរបងប្អូនឲ្យតែដល់ម៉ោងធ្វើម្ហូបម្ដងផ្នែកតែងតែរំពេសម្លឹងមើលកលឹងជុំវិញផ្ទះដើម្បីមើលបន្លែណាដែលយើងត្រូវស្លញ៉ាំថ្ងៃនេះអញ្ចឹងណាដោយសារឃើញតងនឹងធៀងរំលងជ្វាល្អពេកក៏ស្ទុះស្ទាបានកន្ត្រៃក៏ដូចជាកញ្ច្រែងមួយចាប់ផ្ដើមកាត់យកតងខ្ចីហ្នឹងដើម្បីយកមកស្លញ៉ាំម្ដងហើយបន្លែមួយមុខនេះបងប្អូនហើយធម្មជាតិសុទ្ធតែម្ដងជាពិសេសសម្បូរទៅដោយវីតាមីនច្រើនប្រភេទជាពិសេសបានស្លជាមួយនឹងចង្វាកំពឹសក៏ដូចជាត្រីស្រែត្រីព្រែកអីនិយាយថាត្រូវគ្នាមែនតែនសម្រាប់បន្លែមួយមុខនេះក៏អាចធ្វើម្ហូបបានច្រើនមុខយ៉ាងឈ្ងុយឆ្ងាញ់ផងដែរជាពិសេសយកបកស្លម្ជូរឲ្យរៀងជូរជ្រះជូរលះបន្តិចមកដឹងតែបាយកោសឆ្នាំងហើយបន្ទាប់ពីបេះត្រួយក៏ដូចជាធៀងរំលងជ្វាបានហើយមកឈរមើលប្អូនប្រុសវិញម្ដងនិយាយពីថាការងារប្រចាំថ្ងៃឲ្យតែមានពេលហ្នឹងដឹងតែពីឆ្លៀតដាំកូនផ្កានិងកូនដំណាំផ្សេងជាមួយនឹងកូនពៅហើយបន្ទាប់មកក៏រៀបចំបន្លែដើម្បីស្លចំពោះបន្លែមួយមុខនេះចាស់ពីដើមគាត់ចូលចិត្តសចំណែកនាងខ្ញុំគឺអត់សទេបងប្អូនបេះយកតែធៀងណាដែលខ្ចីល្អជាមួយនឹងត្រួយរបស់វាហ្នឹងកាត់វាកង់មកល្មមហើយបន្លែលាយជាមួយថ្ងៃនេះគឺមានផ្កាកំប្លោកក៏ដូចជាផ្កាស្នោចំពោះត្រីថ្ងៃនេះមានត្រីកញ្ចុះលាយជាមួយនឹងកំពឹសក៏ដូចជាក្តាម3 4ផងដែរហើយបន្ទាប់ពីលាងសម្អាតបន្លែរបស់យើងរួចហើយគឺនាងខ្ញុំមកដុសក្តាមវិញម្ដងចំពោះក្តាមមិនថាខែណាទេបងប្អូនអើយសម្បូរទៅដោយស្នឹមដូច្នេះហើយមុននឹងយកមកស្លគឺយើងដុសវាសិនចំពោះវិធីធ្វើសម្លម្ជូរបែបស្រែគឺដូចទៅសពមួយដងដដែលអញ្ចឹងបងប្អូនគ្រាន់តែដូរបន្លែហើយនឹងការប្រើប្រាស់ស្ករទៅតាមការចូលចិត្តសម្លម្ជូរស្រែនាងខ្ញុំអត់ប្រើស្ករទេគ្រួសារទាំងមូលតែម្ដងហើយចំពោះម្ជូរយើងប្រើម្ជូរប្រភេទណាក៏បានដែរដាំទឹកឲ្យពុះដាក់គល់សក្តិក៏ដូចជាមើមខ្ទឹមសបង់ប្រហុកក៏ដូចជាអំពិលទុំហើយបន្ថែមគ្រឿងទឹកត្រីប៊ីចេងអំបិលអីហ្នឹងហើយក៏ដាក់ត្រីចូលតែម្ដងហើយបន្ទាប់មកក៏បន្ថែមជាមួយនឹងបន្លែរបស់យើងគឺត្រួយក៏ដូចជាធៀងស្លឹករំលងជ្វាមកដោយសារតែបន្លែនេះវារៀងរឹងបងប្អូនហើយចាស់ពីដើមគាត់ចូលចិត្តសក់សម្រាប់នាងខ្ញុំគឺអត់សក់ទេហើយបន្ថែមក្តាមរបស់យើងចូលមករងាស់វាទុកសិនណាបងប្អូនទុកមួយរំពុះអីអញ្ចឹងគឺនាងខ្ញុំដើរទៅបេះគ្រឿងដើម្បីបង់សិនគឺមានម្អមដែលទៅនឹងដាំលូតលាស់ល្អដែរបងប្អូនបេះតែ 4-5 ត្រួយមកក៏អូបឈ្ងុយឈ្ងប់តែម្ដងជាពិសេសគឺជីនាងមងដែលដាំនៅផ្ទះស្រាប់តែម្ដងមិនសូវជាខ្វះអីប្រហែលទេភូមិដែលសម្បូរបន្លែផ្លែឈើធម្មជាតិគឺសម្បូរសត្វរស់នៅមែនតែនមិនថាសត្វមេអំបៅសត្វចាបសត្វអលកទេបងប្អូនព្រលឹមឡើងគឺមកជុំគ្នាចេកចាច់ពេញភូមិហើយបន្ទាប់ពីរងាស់មករំពុះមកគឺយើងបន្ថែមជាមួយនឹងផ្កាកំប្លោកក៏ដូចជាផ្កាស្នោមករួចហើយក៏វាមួយត្រឡប់ថ្នមហើយបន្ថែមជីដែលយើងបានបេះអំបញ្ញមិញមកគឺជាការស្រេចហើយចំពោះសម្លម្ជូរស្រែនៅពេលស្លធ្វើម៉េចក៏យើងឲ្យរសជាតិរបស់វានឹងជូររៀងលះរៀងដិតបន្តិចមកជាពិសេសបានទឹកត្រីម្ទេសញែកហិលទៀតធ្វើឲ្យមុខម្ហូបមួយមុខនេះលើករសជាតិកាន់តែឈ្ងុយឆ្ងាញ់ថែមទៀតបើសិនជាមេឃរៀងត្រជាក់អីកុំភ្លេចមួយមុខនេះណាបងប្អូនស្លញ៉ាំរៀងជូរជ្រះអញ្ចឹងអាកាសធាតុត្រជាក់និយាយថាត្រូវមែនតើជាពិសេសបានញ៉ាំជាមួយនឹងគ្រួសារអរគុណសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់
ប៉ុន្មានខែមុននាងខ្ញុំបានធ្វើមុខម្ហូបមួយមុខដោយប្រើផ្លែអំពិលទឹកធ្វើជាបន្លែអញ្ចឹងបងប្អូនហើយមានបងប្អូនយើងច្រើនមែនតើដែលគាត់និយាយថាទើបតែឃើញលើកទី1ហើយទើបតែដឹងថាផ្លែអំពិលទឹកយកមកស្លបានអញ្ចឹងបងប្អូនចំពោះនៅតំបន់នាងខ្ញុំនៃខេត្តស្វាយរៀងឲ្យទៅដល់រដូវកាលមានផ្លែអំពិលទឹកហ្នឹងគឺនិយមចូលចិត្តស្លម្ហូបមួយមុខនេះមែនតើជាពិសេសជាមួយនឹងស្លឹកដំឡូងឈើនេះតែម្ដងបងប្អូនគឺស្លកកូរហើយចំពោះផ្លែអំពិលទឹកបងប្អូនបើបានផ្លែអំពិលទឹកចាត់យកមកស្លកកូររឹតតែឆ្ងាញ់ថែមទៀតឲ្យតែបន្លែកកូរគឺយើងអាចដាក់ផ្លែអំពិលទឹកនេះចូលបានគ្រប់បន្លែទាំងអស់តែម្ដងហើយសម្រាប់ថ្ងៃនេះក៏ធ្វើមុខម្ហូបមួយមុខនេះទៀតហើយដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាក៏រស់រាន់ដើររកបន្លែផ្លែឈើមួយចំនួនសិនដូចជាផ្លែល្ហុងហើយចំពោះស្លឹកក្រូចសើចនេះបងប្អូនគឺនាងខ្ញុំបេះដាក់នៅក្នុងអង្ករលីងដោយសារតែកកូរអ្នកខេត្តស្វាយរៀងភាគច្រើនអត់ប្រើគ្រឿងបុកទេបងប្អូនហើយបន្ទាប់មកក៏ដើររកបន្លែផ្សំបន្ទាប់ទៀតមកដូចជាផ្កាល្ហុងចំពោះសម្លមួយមុខនេះមានទាំងផ្លែល្ហុងមានទាំងផ្កាល្ហុងឈ្មោលផងដែរហើយសម្រាប់ផ្កាល្ហុងឈ្មោលយើងអាចស្លកកូរក៏បានធ្វើជាអន្លក់ស្រស់ក៏បានដែរបងប្អូនរកបន្លែបានមួយចំនួនមកទិញត្រីសាច់ដើម្បីទុកស្លហើយជាពិសេសគឺផ្លែអំពិលទឹកនឹងគឺផ្លែខុសរដូវទៀតបងប្អូនអ៊ំនៅមុខផ្ទះនឹងគាត់កំពុងតែបេះមានណាសូមចែកគាត់បានមួយចំនួនយកមកស្លកកូរនឹងបដ ாய் ទៅបន្ទាប់មកទៀតមកកោះរំដេងវិញម្ដងដើម្បីដាក់នៅក្នុងអង្ករលីងហើយចំពោះសម្លមួយមុខនេះបើបានបន្លែកាន់តែច្រើនធ្វើឲ្យរសជាតិសម្លរបស់យើងគឺមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់ហើយបន្លែបន្ទាប់ទៀតគឺស្លឹកដំឡូងឈើបងប្អូននៅតំបន់នាងខ្ញុំនៃខេត្តស្វាយរៀងគឺចូលចិត្តមែនតើជាមួយស្លឹកដំឡូងឈើបើមិនស្រស់ក៏យកស្លកកូរអញ្ចឹងណាក៏ជាមុខម្ហូបមួយដែលអ្នកស្វាយរៀងនិយមចូលចិត្តហូបដែរចំពោះស្លឹកដំឡូងឈើនៅស្រុកភូមិនាងខ្ញុំគឺហៅតែដំឡូងឈើអញ្ចឹងទេសម្រាប់ស្រុកភូមិបងប្អូននៃខេត្តស្វាយរៀងឬក៏ខេត្តផ្សេងក៏មិនដឹងហៅថាដំឡូងអ្វីដែរតាមតំបន់ផ្សេងគ្នាអញ្ចឹងបងប្អូនបន្ទាប់ពីរកបន្លែសពហើយគឺនាងខ្ញុំប្រើបងប្រុសដើម្បីលេងអង្ករលេងហើយក្នុងអង្ករលេងគឺនាងខ្ញុំដាក់ស្លឹកគ្រៃស្លឹកក្រូចសើចក៏ដូចជារំដេងដែលបានកោសហើយយើងរំលេងវាទាល់តែឈ្ងុយបានយកទៅកិនចំពោះស្លឹកដំឡូងឈើមុននឹងយកមកស្លគឺយើងត្រូវហាន់វាឲ្យរាងល្អិតបន្តិចមុននឹងយកទៅបុកហើយចំពោះបន្លែផ្សេងទៀតក៏បងប្អូនអាចដាក់តាមចំណង់ចំណូលចិត្តក៏បានដែរបាទចំពោះផ្លែអំពិលទឹកនេះវិញគឺប្លែកមែនតើសម្រាប់ឆ្នាំនេះធ្លាប់តែស្លនៅរដូវប្រាំងខែ3ខែ4នេះអញ្ចឹងណាសម្រាប់ឆ្នាំនេះគឺរដូវវស្សាគឺមានផ្លែអំពិលទឹកផ្លែដែរគប់ជូនអីវាត្រូវគ្នាជាមួយនឹងសម្លកកូរនេះបាននឹងខ្ញុំយកមកស្លបង្ហាញបងប្អូនបន្ទាប់ពីរៀបចំបន្លែមួយចំនួនរួចមកចំពោះស្លឹកដំឡូងឈើដែលបានហាន់រួចនេះគឺយើងបុកឲ្យរាងម៉ត់បន្តិចហើយយកមកលាងជំរះជាមួយនឹងទឹកស្អាតរហូតទាល់តែទឹកនឹងពណ៌ថ្លាចំពោះមុខម្ហូបមួយមុខនេះมันអាចខ្វះប្រហុកបានទេដាក់កាន់តែច្រើនកាន់តែឆ្ងាញ់ចំណែកឯសាច់វិញគឺនាងខ្ញុំប្រើឆ្អឹងជំនីជ្រូកលាយជាមួយនឹងត្រីអណ្ដែងដោយសារតែអ្នកម្ដាយក៏ចូលចិត្តដាក់បែបនេះអញ្ចឹងបងប្អូនដាក់តាមចំណង់ចំណូលចិត្តក៏បានដែរចំពោះវិធីធ្វើគឺយើងត្រូវរំលីងខ្ទឹមសឲ្យឈ្ងុយមកបានដាក់ស្ករតាមក្រោយហើយយើងកូរស្ករឲ្យរាងក្រហមបន្តិចបន្ថែមទឹកត្រីចូលដាក់រំលីងសាច់របស់យើងចូលតែម្ដងដោយសារតែប្រើឆ្អឹងជំនីលាយជាមួយនឹងត្រីដូច្នេះហើយគឺយើងត្រូវរំលីងឆ្អឹងជំនីជ្រូករបស់យើងហ្នឹងឲ្យរាងឆ្អិនបន្តិចហើយបរៀនកូនឲ្យគាត់ចេះធ្វើបដាផងដែរបងប្អូនហើយរំលីងឆ្អឹងជំនីឲ្យរាងឆ្អិនបន្តិចមកគឺយើងបន្ថែមជាមួយនឹងប្រហុកចិញ្ច្រាំហើយដាក់សាច់ត្រីរបស់យើងចូលមកកូរចូលគ្នាឲ្យសព្វក៏បន្ថែមជាមួយនឹងបន្លែរឹងមុនបងប្អូនដូចជាត្រប់ក៏ដូចជាល្ហុងអីហ្នឹងយើងដាក់ឆាបន្លែរបស់យើងជាមួយនឹងឆ្អឹងជំនីជ្រូកក៏ដូចជាសាច់ត្រីរបស់យើងហ្នឹងឲ្យរាងសពបន្តិចក៏បន្ថែមជាមួយនឹងផ្កាល្ហុងចូលហើយដាក់ស្លឹកដំឡូងដែលយើងបានបុកលាងសម្អាតហ្នឹងចូលមកបន្ទាប់មកក៏បន្លែត្រីសាច់ឲ្យសព្វចូលគ្នាហើយកូរធ្វើម៉េចឲ្យបន្លែហ្នឹងរាងទន់បន្តិចក៏យើងបន្ថែមជាមួយនឹងបន្លែមួយមុខទៀតគឺផ្លែអំពិលទឹកនឹងឯងបងប្អូនហើយក៏ចាប់ផ្ដើមកូរម្សៅទៀតដើម្បីឲ្យបន្លែហ្នឹងចូលចប់ជាតិគ្នាបានល្អក៏បន្ថែមជាមួយនឹងអង្ករលីងចំពោះអង្ករលីងបងប្អូនអាចដាក់តាមការចូលចិត្តបានដោយសារតែអ្នកខ្លះចូលចិត្តរាងខាប់ដាក់អង្ករលីងរាងច្រើនហើយបើចូលចិត្តរាងតិចរាវល្មមបងប្អូនប្រើអង្កររាងតិចតាមការចូលចិត្តរៀងខ្លួនហើយយើងកូរច្របល់ទៀតហើយបងប្អូនពីថាស្លកកូរជាពីថាកូរនោះកូរតែម្ដងកូរទាល់តែឆ្អិនហើយយើងបន្ថែមទឹកតាមបរិមាណសាច់និងបន្លែរបស់យើងមករំងាស់ឲ្យពុះឆ្អិនបន្លែហើយក៏បន្ថែមជាមួយនឹងអំបិលប៊ីចេងស្កររសជាតិតាមការចូលចិត្តគឺឆ្អិនរួចរាល់ហើយចំពោះបន្លែស្លកកូរមានច្រើនបែបមានច្រើនជម្រើសច្រើនមែនតើបន្លែធម្មជាតិឯវិធីស្លក៏ខុសគ្នាទៅតាមតំបន់នៃខេត្តនីមួយៗហើយវិធីស្លកកូរបែបអ្នកស្វ័យរៀនរបស់នាងខ្ញុំក៏បានដល់ទីបញ្ចប់អរគុណ